ឧត្តមបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន4គ្រួសារនៅស្រុកកោះធំខេត្តកណ្ដាលនៅព្រឹកថ្ងៃប្រហ័ស400ខែពិសាខឆ្នាំម្សាញ់សប្បុរសពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី15ខែឧសភាឆ្នាំ2025ឯឧត្តមបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌បានដឹកនាំក្រុមការងារយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន4គ្រួសារស្ថិតនៅក្នុងភូមិកំពង់គោភូមិព្រែកតារ៉ាត់និងភូមិពោបានឃុំពោបានស្រុកកោះធំខេត្តកណ្ដាលអំណោយមនុស្សធម៌នោះរួមមានអង្ករ1បេមី1កេសទឹកត្រី2យួរភួយ1ត្រីខ1យួរព្រមទាំងថវិកាដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃនិងបន្ធូរបន្ថយបញ្ហាប្រឈមជីវភាពរបស់គ្រួសាររបស់ពួកគាត់ឯឧត្តមបណ្ឌិតហែមប្រសើរបានមានប្រសាសន៍ថាការផ្ដល់អំណោយនេះគឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ដើម្បីចូលរួមចំណែកជួយគ្នាក្នុងគ្រាដែលខ្វះខាតនិងជួយសង្គ្រោះបណ្ដោះអាសន្នជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងមានបញ្ហាជីវភាពលំបាកខ្លាំងឯឧត្តមបណ្ឌិតបានបន្ថែមទៀតថាសមាគមនឹងបន្តអនុវត្តបេសកកម្មជាបន្តបន្ទាប់ដើម្បីជួយដល់សង្គមជាតិកម្ពុជាដោយឧត្តមគតិមនុស្សធម៌និងភាពស្មោះត្រង់ប្រជាពលរដ្ឋដែលទទួលអំណោយបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតហែមប្រសើរនិងថ្នាក់ដឹកនាំសមាគមទាំងអស់ដែលបានឧបត្ថម្ភថវិកានិងសម្ភារៈជូនដល់ពួកគាត់ដែលកំពុងតែមានជីវភាពខ្វះខាតលំបាកខ្លាំងប្រជាពលរដ្ឋទាំង4គ្រួសារបានសម្ដែងនូវការត្រេកអរនិងគោរពជូនពរជ័យសិរីសួស្តីវិបុលសុខសុខភាពល្អអាយុយឺនយូរដើម្បីឯកឧត្តមបណ្ឌិតនិងក្រុមការងារទាំងអស់មានឱកាសបានជួយដល់សង្គមជួយដល់ប្រជាពលរដ្ឋយូរអង្វែងបន្តទៀត